ស៊ុបត្រីក្រហមជូរជូរហឹរតិចៗមួយមុខនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេជាពិសេសសម្រាប់បងប្អូនដែលអត់សូវស្រួលខ្លួនត្រូវមេភ្លៀងរងថ្ងៃអញ្ចឹងញ៉ាំគឺដឹងតែត្រូវហ្មងហើយស៊ុបនេះអត់មានអីពិបាកទេបងប្អូនងាយឆាប់បានញ៉ាំហើយចំណាយលុយអស់តិចទៀតគ្រឿងស្ងាត់ស៊ុបយើងមានកូនស្លឹកគ្រៃរំដេងស្លឹកក្រូចឬជីវ៉ាន់ស៊ុយបន្តិចមកជាមួយការ៉ុតបន្តិចមកដំបូងគេនឹងគឺយើងចាប់ផ្ដើមពីការរំលាយខ្ទឹមសជាមួយខ្ទឹមក្រហមពីមុខនេះដាក់រាងច្រើនបន្តិចមកណាបងប្អូនមើលទៅវាឡើងក្រហមយើងដាក់ម្ទេសប្លោកគ្រីមចិញ្ច្រាំអានេះខ្ញុំដាក់ប្រហែលជាមួយស្លាបព្រាបាយកូរវាឡើងក្លិនឈ្ងុយមិនល្មមចាំយើងដាក់គល់ស្លឹកគ្រៃរំដេងយើងរំលីងវាមុនគេសម្រាប់ស្លឹកក្រូចសើចអត់ទាន់ដាក់ទេណាបងប្អូនហើយយើងចាក់ទឹកចូលមកសម្រាប់ទឹកគឺខ្ញុំដាក់រៀងច្រើនដែរដោយសារតែយើងត្រូវរងាស់ដែរអញ្ចឹងណាហើយគ្រឿងគឺខ្ញុំដាក់ទឹកត្រី3ស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករ2ស្លាបព្រាកាហ្វេជាមួយនឹងអានេះគឺជាទឹកប៉េងប៉ោះចំនួន3ស្លាបព្រាបាយហើយយើងលួចទឹកខ្មេះប្រហែលជាកន្លះស្លាបព្រាបាយមកហើយបាទខ្ញុំបន្ថែមដុំស៊ុបចំនួន2ដុំបន្ទាប់មកគឺយើងដាក់ឬជីវ៉ាន់ស៊ុយស្លឹកក្រូចជាមួយនឹងការ៉ុតដើម្បីយករសជាតិផ្អែមការរងាស់គឺខ្ញុំរងាស់ប្រហែលជាខ្ទង់15ទៅ20នាទីដែលយើងបើកភ្លើងតិចៗមកល្មមអញ្ចឹងណារងាស់ទឹកស៊ុបចោលហើយយើងមករៀបចំផ្នែកសាច់មកដែលខ្ញុំមានជាសាច់គោផុយនេះប្រហែលជា2ខាំហាន់ជាប្រទះស្ដើងត្រីក្រហមយើងហាន់ជាកង់ខ្លីៗអញ្ចឹងមកហើយបន្លែគឺដូចតែបន្លែស៊ុបទូទៅអញ្ចឹងបងប្អូនគ្រាន់តែប្លែកបន្តិចដោយសារតែយើងមានជាប៉េងប៉ោះដែរទឹកស៊ុបបន្ទាប់ពីយើងរងាស់ប្រហែលជាខ្ទង់15ទៅ20នាទីវារៀងទឹកខ្លះតែប៉ុណ្្នឹងទៅបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំត្រូវរសជាតិដល់ហើយអញ្ចឹងយើងអាចស្រង់គ្រឿងកតិកទីមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចនឹងយើងស្រង់ចេញឲ្យអស់មកទុកតែការ៉ុតជាមួយនឹងទឹកហើយយើងដាក់ស្ងោរត្រីមុនគេបងប្អូនខ្ញុំស្ងោរត្រីជាមួយនឹងប្រហិតឲ្យវាឆ្អិនសិនចាំយើងដាក់បន្លែចូលហើយចុងក្រោយគេបងប្អូនកុំភ្លេចទឹកដោះគោស្រស់ក៏បានទឹកដោះគោឆៅក៏បានដាក់មកវែកឬក៏មកកំប៉ុងទៅវាធ្វើឲ្យរសជាតិស៊ុបរបស់យើងនឹងគឺកាន់តែខ្ទិះឆ្ងាញ់ហ្មងសម្រាប់សាច់គោវិញគឺយើងអត់ដាក់ចូលក្នុងស៊ុបហ្នឹងឯណាបងប្អូនសាច់គោតែដាក់ចូលជាមួយគ្នាតែមួយផ្លែទៅវាចាប់ផ្ដើមឡើងរឹងឡើងស្វិតញ៉ាំទៅគឺអត់ឆ្ងាញ់ទេបងប្អូនអញ្ចឹងហើយសាច់គោពេលដែលយើងដាក់ស៊ុបក្តៅលើភ្លើងហ្នឹងបងប្អូនជ្រលក់ញ៉ាំទៅបានឆ្ងាញ់បើសិនជាបងប្អូនចង់ដាក់ម្ដងច្រើនហ្មងក៏បានដែរលក្ខណៈថាយើងខ្ជិលជ្រលក់អញ្ចឹងយើងបង់រៀងច្រើនអញ្ចឹងទៅប៉ុន្តែស្រង់ចេញបងប្អូនស្រង់ចេញដាក់ក្នុងចានក្រៅមកអានេះទុកយូរគឺដឹងតឡើងរឹងហ្មងសម្រាប់ទឹកជ្រលក់ភាគច្រើនគឺខ្ញុំចូលចិត្តញ៉ាំជាមួយនឹងទឹកតៅហ៊ូឬក៏បងប្អូនណាចង់ញ៉ាំជាមួយទឹកកាពិឬក៏ទឹកត្រីកោះកុងអីក៏បានដែរសម្រាប់រសជាតិរបស់ទឹកស៊ុបវិញអត់យកប្រៃទេណាបងប្អូនយកសាបបានហើយព្រោះទឹកស៊ុបទៅទុកលើភ្លើងរៀងយូរទៅវាកាន់តែរីងហើយវាចាប់ផ្ដើមប្រៃម្ដងតិចហើយពេលដែលយើងយករសជាតិទឹកស៊ុបនឹងយករៀងសាបបានហើយបងប្អូនរៀងសាបជូរតិចហឹរតិចចឹងណាអានេះជូរដោយសារតែយើងប្រើទឹកខ្មេះជាមួយទឹកប៉េងប៉ោះហើយហឹរតិចហ្នឹងគឺយើងប្រើម្ទេសប្លោកគ្រីមចិញ្ច្រាំប៉ុន្តែរសជាតិហឹរហ្នឹងសឹងតែអត់ដឹងមកបងប្អូនគ្រាន់តែថាវារៀងប្រហើអញ្ចឹងទៅហើយបងប្អូនកុំភ្លេចបន្លែដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺមានប៉េងប៉ោះណាបងប្អូនដើម្បីយករសជាតិរៀងជូរក្នុងហ្នឹង